បាទស្វាគមន៍បងប្អូនអរគ្នាមកកាន់ Channel Sampotino សម្រាប់វីដេអូមួយនេះនៅក្នុង Channel របស់ខ្ញុំនឹងមកចូលខ្លួនចែកម្លែកបងប្អូនអរគ្នាទាក់ទងជាមួយនឹងចំណេះដឹងថ្មីមួយសម្រាប់បងប្អូនដែលពេញនិយមទៅលើការប្រើប្រាស់ទៅលើ Telegram ហើយបងប្អូនចង់ចេះអំពីរបៀបក្នុងការដាក់តាំងរូបភាពធ្វើជា background រូបភាពដែលបងប្អូនស្រឡាញ់រូបភាពរបស់បងប្អូនចូលចិត្តហើយធ្វើជា background ស្អាតៗទៅលើ Telegram បងប្អូនកំពុងតែប្រើប្រាស់ខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបក្នុងការដាក់តាំងរូបភាព background ទៅលើ Telegram ដែលបងប្អូនអរគ្នាមិនទាន់ធ្លាប់ចេះឬក៏បងប្អូនដែលចេះហើយបងប្អូនចង់ដាក់រូបភាពស្អាតហើយសម្រាប់បងប្អូនអរគ្នាគឺអាចទស្សនាវីដេអូនេះបានខ្ញុំប្រាប់អំពីរបៀបក្នុងការដាក់តាំងរូបភាពដែលបងប្អូនស្រឡាញ់រូបភាពដែលបងប្អូនចូលចិត្តធ្វើជា background Telegram ដូចអ្វីដែលខ្ញុំកំពុងតែបង្ហាញនេះនៅលើ Telegram ហើយចឹងសម្រាប់បងប្អូនអរគ្នាដែលមិនទាន់ចេះហើយបងប្អូនគិតថាមានរូបភាពដែលស្អាតរូបភាពរបស់បងប្អូនស្រឡាញ់ហើយចង់ដាក់តាំងបងប្អូនមិនទាន់ចេះដាក់គឺអាចមើលវីដេអូនេះបានចឹងកុំឲ្យខាតពេលវេលាយូរសម្រាប់បងប្អូនអរគ្នាថ្មីដែលទើបតែមកបងប្អូនមិនទាន់បានចុច Subscribe Channel របស់ខ្ញុំទេបងប្អូនអាចជួយចុច Subscribe Channel ខ្ញុំម្នាក់មួយចុចបើករូបកណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មីមុនគេរាល់ការ upload របស់ខ្ញុំចឹងដើម្បីធ្វើការដាក់តាំងរូបភាពដែលបងប្អូនស្រឡាញ់នៅលើ Telegram បានអ្វីដែលបងប្អូនត្រូវធ្វើដំបូងគឺយើងត្រូវចូលមកកាន់ Telegram បងប្អូនមកណាបាទយើងចូលមកកាន់ Telegram បាទបន្ទាប់មកទៀតបងប្អូននឹងឃើញទម្រង់បែបនេះដោយសារតែ Telegram បានធ្វើការ update ជាប្រចាំអញ្ចឹងសម្រាប់2026គឺវាមានទម្រង់រូបរាងបែបនេះណាបាទអញ្ចឹងបងប្អូននឹងឃើញ option នៅផ្នែកខាងក្រោមមានកន្លែង chat កន្លែង contact ជាមួយនឹង setting ជាមួយនឹង profile របស់ account របស់ Telegram របស់យើងអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់បានដាក់គឺបងប្អូនអត់មានទម្រង់ចុចចូលមកទៅគឺអត់មានទម្រង់មានជារូបភាពដូចខ្ញុំនេះទេណាអូខេអញ្ចឹងដោយសារតែខ្ញុំបានដាក់ហើយអញ្ចឹងខ្ញុំមានទម្រង់ background នៃ Telegram គឺបែបនេះអញ្ចឹងដើម្បីធ្វើការដាក់បានគឺបងប្អូនត្រូវចូលមកកាន់ Telegram ហើយបងប្អូនត្រូវចូលមកកន្លែង setting ណានេះពាក្យថា setting នេះបាទយើងចូលកន្លែង setting តទៅទៀតបងប្អូននឹងឃើញពាក្យថា chat account ហើយនឹង chat setting អញ្ចឹងបងប្អូនត្រូវចូលកន្លែង chat setting នេះដើម្បីយើងទៅធ្វើការដាក់តាំងរូបភាពបាទត្រង់ចំណុចនេះនៅពេលបងប្អូនចុចមកកន្លែង chat setting ហើយត្រង់ចំណុចខាងលើនេះសម្រាប់បងប្អូនធ្វើការកំណត់នៅ size ឬក៏ទំហំនៃការផ្ញើសារឬក៏ការផ្ញើរូបភាពផ្សេងៗគឺមានទម្រង់បែបនេះណាជាបើសិនជាបងប្អូនចង់បានទំហំធំទៅគឺបងប្អូនអាចកំណត់ទៅនេះបានដោយការអូយបងប្អូនឃើញទេអូខេអញ្ចឹងគឺអានឹងសម្រាប់បងប្អូនចង់កំណត់ទំហំធំទៅគឺអាចបានណាតែចំពោះការដាក់តាំងរូបភាពវិញដើម្បីដាក់តាំងបានគឺបងប្អូនគ្រាន់តែចុចមកទៅនេះពាក្យថា change chat paper ណាអញ្ចឹងបងប្អូនចូលទៅនឹងមកបាទអូខេអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់ដែលដាក់ឬក៏មិនទាន់ធ្លាប់ដាក់ទេគឺវាអត់មានបង្ហាញទម្រង់រូបភាពដូចខ្ញុំទេណាអូខេអញ្ចឹងបើសិនជាបងប្អូនមិនទាន់ដាក់ទេគឺបងប្អូនអាចចុចយកកន្លែងពាក្យថា select to សំទោសគឺ select from gallery បើន័យថាយើងចុចទៅនឹងទៅវានឹងនាំបងប្អូនចូលទៅកាន់រូបភាពដែលបងប្អូនមាននៅក្នុងទូរស័ព្ទដៃហើយសម្រាប់បងប្អូនជ្រើសរើសធ្វើជាការដាក់តាំងណាបាទអញ្ចឹងយើង select មកបើសិនជាបងប្អូនមិនទាន់ធ្លាប់ដាក់ទេចឹងបងប្អូន select មួយមកតែដោយសារតែខ្ញុំធ្លាប់ដាក់ហើយវានេះរូបភាពទាំងអស់នេះគឺសិតតែខ្ញុំធ្លាប់ប្រើប្រាស់ហើយណាបាទអញ្ចឹងខ្ញុំចង់ select រូបភាពមួយដើម្បីដាក់បង្ហាញឬក៏បងប្អូនអត់ចង់ដាក់ជារូបភាពទេគឺបងប្អូនអាចដាក់ជា color ជាពណ៌បាននៅចុចលើពាក្យថា set us សំទោស set a color នេះឯងណាប៉ុន្តែខ្ញុំចង់ដាក់រូបភាពគឺយើងគ្រាន់តែ select រូបភាពណាមួយដែលបងប្អូនចង់ដាក់ទៅតែខ្ញុំដាក់រូបវិញដែរចុះដើម្បីបង្ហាញខ្ញុំ select លើហ្នឹងបាទនៅពេលបងប្អូន select រូបភាពឬក៏រើសរូបភាពមួយហើយវានឹងបង្ហាញ option ចំនួន2ទៀតទី1បងប្អូនចង់ឲ្យវាទម្រង់បែបជា motion ឬក៏ជា blur នៅពេលយើង select យក blur នេះវាអត់សូវច្បាស់ទេគឺវាព្រាលបែបនេះណាវាព្រាលបែបនេះឬក៏បងប្អូនចង់លក្ខណៈ motion ណា motion មានន័យថាវារៀងធ្វើការបង្រិចនៅរូបភាពបន្តិចឃើញទេបាទឬក៏បងប្អូនគាត់ថាមិនចង់ select យកទាំង motion មិនចង់ select យកទាំង blur យើងដាក់ធម្មតាគឺបងប្អូនគាត់ទៅ select រូបភាពហើយបងប្អូនចុចលើពាក្យថា set background តែម្ដងបាទអញ្ចឹងវានឹងធ្វើការផ្លាស់ប្ដូររូបភាពតាមអ្វីដែលយើងដាក់ហើយណាបាទហើយគេចំពោះចំណុចនេះវិញគឺបងប្អូនអាចធ្វើការ change ជាមួយនឹង color នៃអក្សរបានណាបាទបងប្អូនឃើញបងប្អូនចង់ដាក់ color នេះរង្វង់ពណ៌ជាមួយនឹងជាមួយនឹង profile របស់យើងបានណាបាទអូខេអញ្ចឹងខ្ញុំបានធ្វើការផ្លាស់ប្ដូរហើយយើងថយមកវិញមកតើវាបានផ្លាស់ប្ដូរជាមួយនឹងរូបភាព background ហើយនៅបាទបងប្អូនចុចទៅមកបាទមិញគឺរូប
អូខេ camera Simon ឥឡូវនេះគឺបានបដូរទៅជា Wanda ហើយអញ្ចឹងរបៀបនៅក្នុងការផ្លាស់ប្ដូររូបភាពទៅលើ background ឬការដាក់តាំងរូបភាព background Telegram គឺមានប៉ុណ្ណឹងសង្ឃឹមថាបងប្អូនទាំងគ្នានឹងចូលចិត្តក៏ដូចជាបានជាចំណេះដឹងអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូជួបខ្ញុំវីដេអូបន្ទាប់ជម្រាបលា